ចាញ់កូនទ្រាំមិនបានឃ្លានមិនជួអញ្ចឹងក៏ជិះម៉ូតូវូវូទៅផ្ទះម៉ោងបាយទៅយកបាយហ្នឹងទៅបេះផ្លែតឡឹងតឹងស៊ីបន្តិចទៅលោកហើយកំណត់កូននេះឃ្លានតែរបស់ជូទេខាំដល់ស្រក់ទឹកនោមហ្នឹងមើលតែមុខទៅដឹងហើយអញ្ចឹងម៉ោងបាយក៏មិនបង្អង់យូរដែរកំណត់កូននេះឃ្លានខ្លាំងហ្មងឃ្លានជូបនឲ្យទៅដល់ម៉ោងបាយដើម្បីជិះម៉ូតូទៅផ្ទះថ្ងៃនេះអត់ជិះតាមផ្លូវក្រោមទេសាជិះតាមផ្លូវ 6A ផ្លូវធំយើងវិញពូវាឆ្លាស់ផ្លូវក្រោមមេឃភ្លៀងជិះវាល្អិលអញ្ចឹងក៏ញ៉ាប់ទៅផ្ទះជិះឲ្យលឿនបន្តិចព្រោះឃ្លានមកជូខ្លាំងណាស់កំណត់កូននេះមិនដឹងថាប្រុសឬក៏ស្រីទេប្រហែលជាកូនភ្លោះ8នាក់មិនដឹងអញ្ចឹងផ្លូវនេះគឺផ្លូវ 6A ជិះចូលតាមខ្លងទ្វារកាហេចូលទៅវត្តកាហេចូលទៅត្រង់ទៅដល់ផ្ទះលើហើយចាំមើលវីដេអូទៅកុំអូសជេងចម្លងភ្នែកបើកឲ្យធំធំប៉ិនកង់ឡានហើយសម្លឹងមើលថាផ្ទះនៅណានេះមកដល់បរិយណាបរិយហ្នឹងជិះបានតែពេលថ្ងៃទេជិះបានពេលយប់ទេលោកឲ្យខ្លាចណាស់ខ្លាចខ្មោចនិយាយថាបរិយហ្នឹងសម្រាប់ខ្មោចនេះអូខេឥឡូវយើងជិះម៉ូតូទៅឲ្យលឿនកុងទ័រ980កន្លែងហ្នឹងអាសាឃើញខ្មោចខ្ញុំជិះពេលយប់អាសាឃើញណាស់ស្ពានហ្នឹងមិនដឹងថាស្ពានអីទេហើយផ្លូវខាងស្ដាំដៃនេះផ្លូវខ្ញុំជិះរាល់ដងផ្លូវក្រោមដែលជិះពីចុងព្រែកមករលងជិះទៅតាមដឹងទេមិនដែលជិះតាមផ្លូវ 6A ទេវាឆ្ងាយតែនៅឃើញយ៉ាងនេះចង់ជិះតាមផ្លូវ 6A ទៅដោយសារផ្លូវក្រោមវាមេឃភ្លៀងចឹងវាស្អាតជិះឲ្យលឿនប្រហែលជា2ដល់10ម៉ោងទៀតទៅដល់ហើយបងប្អូនចាំមើលតិចទៅណាដល់ហើយកុំអូសវីដេអូទៅណាចិត្តដល់ផ្ទះកាច់កបំបាក់គ្រប់គ្នាហ្នឹងមើលវីដេអូសិននោះនេះមកដល់ផ្ទះហើយនេះឃើញទេផ្ទះ2ខ្នងផ្ទះមានជាងមានអីហ្នឹងនេះបត់អាហ្នឹងឆ្លើយណាមុំអីវៃអ្នកជិះម៉ូតូហ្នឹងឥឡូវហ្នឹងអូខេមើលនេះគេឌឺខ្លាំងគេឌឺគេណាតែអត់ហ៊ានធ្វើអីវាទេទៅយំឥឡូវហើយវាហ្នឹងមកដល់ផ្ទះហើយចឹងទុកម៉ូតូទៅញាស់វាលេងបន្តិចឲ្យតែមកដល់ផ្ទះតែឃើញវាស្ងាត់ចឹងក្មួយម្នាក់ហ្នឹងត្រូវតែញ៉េះញ៉ាស់មួយវាបន្តិចបើមិនចឹងទេវាខឹងទេឥឡូវហ្នឹងគេយកពុះនេះមកកម្លាចខ្ញុំថាខ្លាចពុះហ្នឹងអត់ពុះជួលោកហើយលេងពុះជួខ្ញុំមិនឃើញក៏តែញើដែរឥឡូវខ្ញុំលេងជាមួយវាច្រើនញ៉ៃទៅផ្ទះបញ្ញាប់យកបាយហើយរត់ទៅដើមតឡឹងតឹងបន្តិចព្រោះកំណត់កូននេះតែមិនបានស៊ីតឡឹងតឹងងាប់នឹងឥឡូវហើយម៉ែហ្នឹងនេះផ្លែតឡឹងតឹងស្រស់បងប្អូនហើយនៅជាប់នឹងផ្ទះហ្នឹងទេចង់បានប្រហែលគីឡូក៏បានដែរណាចង់បានប្រាប់ខ្ញុំលក់1គីឡូតែ70000ទេអត់ថ្លៃទេបងប្អូនប្រាប់គ្នាអាចទៅបានស្គាល់តែអ្នកដទៃលក់1គីឡូតែ3000ទេសម្រាប់អ្នកដែលស្គាល់ស្និទ្ធស្នាលខ្ញុំលក់1គីឡូ70000ចឹងណាចង់បានអាចទិញបានមើលមុខទៅលើឲ្យស៊ីចង់លេចនោមជូលចង់លេចនោមកំណត់កូននេះឃ្លានមកជូតែបើស៊ីទៅក៏នៅតែជូដែរស៊ីផ្លែតឡឹងតឹងបណ្ដាងាកមើលឆ្វេងមើលស្ដាំខ្លាចខ្មោចលងអូយមុខក៏បញ្ជាឲ្យថាលេចចង់លេចនោមបងប្អូនណាដែលអត់ស្គាល់ផ្លែតឡឹងតឹងអាចមើលបានហើយអ្នកដែលចង់ឃ្លានតឡឹងតឹងអាចកង្វងពីខ្ញុំបាន1គីឡូ70000ខ្ញុំលក់ថោកទេនិយាយមុននឹងចឹងគ្នាឯងអ្នកដែលស្គាល់តែអ្នកដទៃអត់ស្គាល់ខ្ញុំលក់1គីឡូតែ3000ទេតឡឹងតឹងធម្មជាតិអាចមើលបានណាបងប្អូនអើយមកបាយនិយាយលេងទេមកដល់ផ្ទះគឺឃើញផ្លែថ្ងៃហ្នឹងវាឃ្លានតឡឹងតឹងមិនថាកំណត់កូននេះទេណាតែមានកូនអូយមុខស្អាតទៅកន្លែងនេះចាំងថ្ងៃតែជាក់ស្ដែងមុខដូចប្រគួយបងប្អូនមុខខ្ញុំអន់ជាងឆ្កែទៀតខ្ញុំមិននិយាយថាមិនទេតែដល់កន្លែងបេះនេះតែមិនឃើញខ្លួនឯងនេះមុខសចាំងថ្ងៃតែបានថ្ងៃយកណាបានមុខសប៉ុណ្ណឹងបើជាក់ស្ដែងមើលកាមេរ៉ាស៊ីនមកហើយដូចប្រគួយឆ្លងខ្នល់អន់ជាងប្រគួយទៀតបេះផ្លែតឡឹងតឹងមើលបណ្ដាខ្លាចមានពុះមានអីតាមកពិតនឹងមិនឃ្លានបានទេចង់